លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា388នាក់និងចែកអំណោយជូនដល់ពួកគាត់នៅក្នុងឱកាសបុណ្យវិសាខបូជានៅព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2025នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជានិងឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជាបានអញ្ជើញសួរសុខទុក្ខនិងប្រគល់អំណោយមនុស្សធម៌ជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន388នាក់នៅក្នុងសាលារាជធានីភ្នំពេញមានប្រសាសន៍សម្ដែងសម្ដាលនេះឱកាសនោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយកហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនទៅដល់លោកតាលោកអ៊ុំលោកពូធាក់ស៊ីក្លូទាំងអស់ដែលបានចូលរួមនាឱកាសនេះលោកជំទាវបណ្ឌិតមានប្រសាសន៍បន្តថាសមាគមកាយរដ្ឋនារីកម្ពុជាឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលយុវតីយុវនារីកម្ពុជាឲ្យទទួលបាននូវចំណេះដឹងនិងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅក្នុងជីវិតរស់នៅនិងការបំពេញការងារនៅក្នុងសង្គមបានយ៉ាងល្អប្រសើរបន្ថែមពីនេះសមាគមក៏មានយន្តការនៅក្នុងការលើកស្ទួយនិងគាំទ្រដល់សកម្មភាពនៃសប្បុរសធម៌សង្គមដទៃទៀតផងដែរជាក់ស្ដែងនៅក្នុងឱកាសនោះសមាគមកាយរដ្ឋនារីកម្ពុជាបានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ដើម្បីចែករំលែកក្តីស្រឡាញ់ជូនដល់សមាជិកត្រីចក្រយាននៅកម្ពុជាក្រោមការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញអាដាមខូងស្រីបានថ្លែងថាសមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ពីសមាគមដោយថ្ងៃនេះបាននាំយកនៅថវិកានិងគ្រឿងឧបភោគបរិភោគជូនដល់ពួកគាត់ដើម្បីជួយសម្រួលដល់ការលំបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃអាដាមក៏បានឲ្យដឹងផងដែរថាការបង្កើតសមាគមនេះគឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គមតាមរយៈការជួយសម្រាលទុក្ខលំបាកនិងរួមចំណែកគិតគូរអំពីសុខភាពនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូឲ្យទទួលបានសេវាសង្គមគិច្ចសុខាភិបាលនិងការរស់នៅប្រកបដោយភាពថ្លៃថ្នូរជាពិសេសការចូលរួមអភិរក្សនិងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជាក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ម្នាក់ពិតជារំភើបរីករាយនៅពេលដែលរដ្ឋាភិបាលយកចិត្តទុកដាក់នៅក្នុងការគិតគូរជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងសូមថ្លែងអំណរគុណដល់សម្ដេចនាយកហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតដែលបានបង្កើនឲ្យមានសមាគមនេះឡើងដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃពួកគាត់បន្តថាមិនត្រឹមតែគិតគូរពីផ្នែកជីវភាពនោះទេថែមទាំងគិតគូរទាំងផ្នែកសុខភាពថែមទៀតផងលោកជំទាវអគ្គស្នងការកាយរដ្ឋនារីកម្ពុជាបានដឹងថានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌខាងមុខលោកជំទាវសមាជិកសមាជិកាគ្រោងធ្វើបុណ្យកាន់បិណ្ឌរួមគ្នាជាមួយនឹងលោកពូលោកអ៊ុំដែលជាអ្នកធាក់ស៊ីក្លូទាំងអស់នៅវត្តបទុមតីដែលមានការរាប់បាតព្រះសង្ឃស្ដាប់លោកទេសនានិងផ្ដល់ជាអាហារនិងអំណោយជូនដល់អ្នកធាក់ស៊ីក្លូទាំងអស់នៅក្នុងឱកាសនោះដែលគឺជាការធ្វើបុណ្យចែករំលែកទានដែលអ្នកដែលមានជីវភាពខ្វះខាតនៅក្នុងឱកាសបុណ្យទានប្រពៃណីជាតិខ្មែរសូមជម្រាបផងដែរថាអំណោយដែលចែកជូនលោកតាលោកអ៊ុំលោកពូប្រកបមុខរបរធាក់ស៊ីក្លូនិងជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជានៅក្នុងឱកាសនោះក្នុងម្នាក់ទទួលបានអង្ករ35គីឡូក្រាមមី1កេសទឹកសុទ្ធ2កេសទឹកស៊ីអ៊ីវ1យួរប្រេងឆា1ដបទឹកក្រូច1កេសថ្នាំពេទ្យ1កញ្ចប់អាវក្រណាត់1ខោ1ក្រមា1ច្រាសដុសធ្មេញ1ថ្នាំដុសធ្មេញ1សាប៊ូលាងដៃ1សាប៊ូកក់សក់1សាប៊ូបោកខោអាវ1ធុងអាវភ្លៀង1ថវិកា 10,000 រៀលនិងអាហារថ្ងៃត្រង់1ប្រអប់គូបញ្ជាក់ផងដែរថាលោកតាលោកអ៊ុំអ្នកធាក់ស៊ីក្លូចំនួន388នាក់ដែលទទួលបានប្រាក់ខែជារៀងរាល់ខែ 210,000 ជារៀងរាល់ខែផងដែរដោយនៅក្នុងមួយខែពួកគាត់បានបើកចំនួន3ដងក្រៅពីប្រាក់ខែក៏មានប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី 50,000 រៀលនិងបុណ្យភ្ជុំបិណ្ឌ 50,000 រៀលទៀតមូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី18ខែមករាឆ្នាំ2018ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដៅអភិរក្សស៊ីក្លូដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ